លាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាបានរកឃើញភស្តុតាងជាច្រើនចំណុចដែលអាចឲ្យគេសន្មតហៅឈ្មោះត្រឹមត្រូវរបស់ប្រាសាទនេះតាមការសិក្សាពីប្រវត្តិនៃក្រុមស្រាវជ្រាវផ្នែកបុរាណវិទ្យាឬសិក្សាពីសិលាចារឹករឿងព្រេងប្រាសាទរួមនិងភូមិសាស្ត្រនៅតាមប្រាសាទនោះតួយ៉ាងបានបង្ហាញថាគេអាចហៅថាប្រាសាទបេងមាលាយោងលើឈ្មោះវត្តមួយនៅបរិវេណប្រាសាទបេងមាលាមានឈ្មោះថាវត្តព្រះកេតុមាលាក្រោយមកបានរើចេញទៅសាងសង់នៅក្រៅបរិវេណប្រាសាទដែលអ្នកភូមិហៅខ្លីថាវត្តមាលាក្រៅពីនេះក្នុងកំណាព្យនិរាសនគរវត្តរបស់កវីមានងារជាអុកញ៉ាសុតនប្រៃជាអិននៅដើមសតវត្សទី20ក៏បានហៅប្រាសាទនេះថាបេងមាលាផងដែរប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់និងថ្មបាយក្រៀមមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថាប្រាសាទបេងមាលាជាគំរូសម្រាប់បុព្វបុរសខ្មែរកសាង